Peace. សម្រាប់ខ្ញុំក៏មិនខុសពីប្រជាជនទូទាំងប្រទេសក៏ដូចជាបងប្អូននៅទីនេះដែរគឺត្រូវការសន្តិភាពអញ្ចឹងយើងមកចូលរួមនេះគឺចង់បង្ហាញឲ្យពិភពលោកដឹងថាប្រជាជនខ្មែរទាំងទូទាំងប្រទេសគឺត្រូវការសន្តិភាពធ្វើដំណើរដើម្បីទាមទាររកសន្តិភាពចាថ្ងៃដើម្បីឲ្យជាតិយើងបានសុខសន្តិភាពឲ្យឆ្នាំខ្មាំងខាងខ្មាំងគាត់ឆ្លប់ខ្លាចលទ្ធិយើងតែប្រជាជនយើងពលរដ្ឋយើងរស់នៅដើម្បីសន្តិភាពអត់មានត្រូវការអ្វីទាមទារអីក្រៅពីក្តីសុខនិងសន្តិភាពទេក្លាហានហ្នឹងហើយចាហ្នឹងហើយព្រោះឯនៅសមរភូមិក្រោយនេះក៏នាំគ្នាលើកទឹកចិត្តយោធាទាំងអស់គ្នាណាចាជួយគ្រប់គ្រងទាំងអស់គ្នាណាប្រជាជនទូទាំងប្រទេសណាជួយគ្រប់គ្រងយោធាឲ្យមានកម្លាំងខ្លាំងក្លាហ្នឹងហើយជួយការពារប្រទេសជាតិយើងកម្ពុជាត្រូវការសន្តិភាពខ្ញុំប្រកាសណាក្នុងនាមជាពលរដ្ឋមួយរូបពិតជាចង់បានសន្តិភាពគឺអត់ចង់បានសង្គ្រាមទេពីព្រោះថាកម្ពុជារបស់យើងតាំងពីដើមមកគឺសិតសឹងតែឆ្លងកាត់ដោយសង្គ្រាមជាច្រើនអញ្ចឹងហើយពិតជាចង់ឲ្យអន្តរជាតិជួយអន្តរាគមន៍ចំពោះការឈ្លានពានរបស់ជនជាតិសៀមមកលើកម្ពុជាបាទ